Hello everyone, welcome back to my channel គ្រប់ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ channel របស់ខ្ញុំបាទនៅក្នុងវីដេអូនេះយើងនឹងបន្តការអនុវត្តលំហាត់ដើម្បីត្រៀមប្រឡងគ្រូលំហាត់នៅក្នុងវីដេអូនេះគឺលំហាត់ទី6 blah 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 black singer and actor first came to the public's attention for his role in Eugene O'Neill's play The Emperor Jones យើងក្លែកមើលទៅលំហាត់ទី6នេះគេឲ្យចម្លើយចំនួន4ចម្លើយទី1 A Paul Robeson was B because Paul Robinson C it was Paul Robinson was D Paul Robeson អញ្ចឹងយើងក្រឡេកមើលចម្លើយទាំង4ហ្នឹងតែចម្លើយមួយណាជាចម្លើយដែលត្រឹមត្រូវមុននឹងយើងដាក់សំណួរដាក់ចម្លើយបានត្រឹមត្រូវយើងមកធ្វើការស្វែងរកកំហុសនីមួយៗឲ្យបានត្រឹមត្រូវងាយស្រួលយើងដាក់ចម្លើយទៅវាត្រឹមត្រូវតែម្ដងអញ្ចឹងយើងមកវិភាគទៅលើលំហាត់ទី6នេះអញ្ចឹងនៅក្នុងការលម្អិតទាក់ទងជាមួយនឹងជំហាននីមួយៗខ្ញុំនឹងបកស្រាយជូនហើយទី1ខ្ញុំនិយាយអំពីកំណត់រចនាសម្ព័ន្ធប្រយោគចម្បងរបស់វាសិនអញ្ចឹងអ្នកទាំងអស់គ្នាស្គាល់ហើយទាក់ទងជាមួយនឹងកិរិយាសព្ទ verb first came គឺជា verb បានចាប់ផ្ដើមល្បីល្បាញមុនគេកន្សោមធ្នាក់ prepositional phrase ដែលគេហៅថា prepositional phrase to the public's attention for his role in Eugene O'Neill's play The Emperor John ដល់ចំណាប់អារម្មណ៍សាធារណជនតាមរយៈតួអង្គរបស់គាត់នៅក្នុងរឿងភាគរបស់លោក Eugene O'Neill ដែលមានចំណងជើងថា The Emperor John ចំណុចទី2វាភាគនៅលើធាតុផ្សំដែលខ្វះបានប្រយោគនេះខ្វះប្រធានបាទនៅក្នុងប្រយោគនេះគឺខ្វះប្រធានគេហៅថា subject ដើម្បីផ្គូផ្គងជាមួយនឹងកិរិយាសព្ទចម្បងកិរិយាសព្ទចម្បងរបស់វាគឺ came បាទ came គឺជាកិរិយាសព្ទចម្បងអូខេចំណុចទី3យល់ដឹងអំពី appositive តើអ្វីទៅជា appositive មានន័យថាកន្សោមនាមពង្រីកន័យបាទ clear a black singer and actor គឺជា appositive កន្សោមនាមដែលនៅក្នុងចន្លោះសញ្ញាក្បៀសសម្រាប់រៀបរាប់បន្ថែមអំពីនាមមួយទៀតបាទរចនាសម្ព័ន្ធប្រយោគត្រូវមានប្រធាន subject បូកនឹង comma បូកនឹងកន្សោម appositive comma plus កិរិយាសព្ទ plus verb blah 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 ចំណុចទី4បាទវាយតម្លៃលើជំរើសនីមួយៗ A Paul Robbins was caught អូខេការ time was ធ្វើឲ្យកើតមានកិរិយាសព្ទទី2ដែលអត្ថប្រយោជន៍ was blah 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 came ដោយគ្មានឈ្នាប់ភ្ជាប់ដែលនាំឲ្យប្រយោគនេះក្លាយជា run on sentence បានន័យថាប្រយោគផ្គុំខុសលក្ខណៈ B យើងក៏លេខមើលទៅ B បាទក៏លេខមើលទៅចម្លើយ B because Paul Robinson ខុសការ time because ធ្វើឲ្យប្រយោគនេះក្លាយជា dependent clause ល្បះរងដែលធ្វើឲ្យខ្វះ independent clause ល្បះឯករាជ្យនាំឲ្យក្លាយទៅជា sentence fragment សំទោស fragment ប្រយោគមិនពេញលេញ fragment ហ្នឹងបានន័យថាប្រយោគមិនពេញលេញ C it was Paul Robinson was ចម្លើយនេះគឺមិនត្រឹមត្រូវទេជំរើសនេះបង្កើតឲ្យមានកំហុសកិរិយាសព្ទជាន់គ្នា was came ទីសំទោស D Paul Robeson ត្រឹមត្រូវជាចម្លើយដែលត្រឹមត្រូវហេតុអីបានជាចម្លើយដែលត្រឹមត្រូវវា Robeson នេះដើរតួជាប្រធាន subject ហើយភ្ជាប់ដោយសញ្ញាក្បៀស comma ដើម្បីផ្គូផ្គងជាមួយសញ្ញាក្បៀសទី2ក្នុងការក្តោប clear រៀបរាប់បន្ថែមអំពី black singer and actor appositive អញ្ចឹងប្រយោគពេញលោក Paul Robeson ដែលជាអ្នកចម្រៀងនិងជាតារាសម្ដែងស្បែកខ្មៅម្នាក់បានចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ពីសាធារណជនលើដំបូងតាមរយៈតួអង្គរបស់គាត់នៅក្នុងរឿងភាគរបស់លោក Eugene O'Neill ដែលមានចំណងជើងថា The Emperor John បាទអញ្ចឹងនេះជាលំហាត់ទី6ដែលខ្ញុំបកស្រាយជូនជួបគ្នានៅក្នុងវីដេអូបន្ទាប់លំហាត់ទី7 Goodbye